bà ởคุณพร้อมในchụp chung chỉ môi nâng ở lúc nãy bong phôn mà đón tiết hay ai cái set maintain xem áp rất ní để khi mà lướt dọc pre bần tu xem áp cầm san cái đôi chia cá lướt tức chết cái đôi chia chùm rốn tức chết đó không chùm từng ở cái này bà mà đón tiết hay ở đây cái đây trong trong áp thì bài nơi về rất ní cứ cá để dương có sang chết xa mùi đòi pre bần tu pram dương trong mơ pi chết xa mùi để có sang lần đòi xa pre bần tu pram ai nơi về nơi rất ní trong mặt khoản này dây pi có sang chết xa mùi đòi stam rồi dẹp pre bần tu pram nó tì chúng mình đó từ lư có sang cua sa mùi tam rồi dẹp pre bần tu pram rồi mùi có sang anh cút rồi bao dương nè để nêu liu tam rồi dẹp pre bần tu pram phong đài vì pro dương mơ khơi nhầm pi khứ chỉ pre bần tu rồi bao prong đã thở nêu lư cướp nay từng on nay chỉ vật rồi bao dương ở dương mơ làm pi cùng rú rồi bao tu on môi chùm luôn nên phổ bát sa môi chùm luôn nơi không pre cùng pi đại cái chứa rơi dọc pre bần tu prong chỉ khát chỉ khứ sầm áp co sang protection đôi dương mơ chỉ môi nâng khné đôi sầm áp bom pon đại miền pre cùng pi sum bạc nơi Israel chỉ môi nâng khnhóm đôi nơi không pre cùng pi Israel chùm pu bom pel nơi không tụm po bom môi rồi sam sập rầm buồn bà nơi không can cùng pi Israel sẽ xâyឡើងក្នុងកំឡុងឆ្នាំ4500មុនគ្រិស្តសករាជគឺនៅវេលាដែលជនជាតិអ៊ីស្រាអែលដើមឡើយជនជាតិអ៊ីស្រាអែលជាប្រទេសមួយតែដោយសារការមិនស្ដាប់បង្គាប់ព្រះការដែលបដិសេធមិនធ្វើតាមព្រះបន្ទូលព្រះអង្គបាននិរទេសពួកគេឲ្យទៅក្នុងកណ្ដាប់ដៃបាប៊ីឡូនដោយជនជាតិអ៊ីស្រាអែលបានធ្វើជាទាសករគេឡើងជាថ្មីម្ដងទៀតនៅបាប៊ីឡូនរយៈពេល70ឆ្នាំក្រោយ70ឆ្នាំហើយនៅក្នុងពេលវេលានោះព្រះអង្គចាប់ផ្ដើមដូរអំណាចពីបាប៊ីឡូនមកពើស៊ីវិញម្ដងឥឡូវនេះជនជាតិអ៊ីស្រាអែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពើស៊ីហើយនៅក្នុងវេលា70ឆ្នាំផុតកំណត់ហើយព្រះអង្គមានបន្ទូលសន្យាតាំងពីដើមនៅក្នុងសភៅយេរេមៀជំពូក29មកម្លេះថាបន្ទាប់ពី70ឆ្នាំព្រះអង្គនឹងអនុញ្ញាតឲ្យគេត្រឡប់មកស្រុកវិញហើយនេះជាពេលវេលាដែលយើងមើលនៅក្នុងកានគម្ពីរអេស្រាជាមួយនឹងគ្នានៅក្នុងគម្ពីរអេស្រាពីជំពូក6ពីខ1រហូតដល់ខ10នៅក្នុងខ1រហូតដល់ខ5អ្វីគេដែលខ្ញុំនឹងមិនអាននោះទេតែអ្វីដែលអស់លោកអ្នកបងប្អូនឃើញគឺការណែនាំអំពីនៅក្នុងរាជរបស់ថឺសាសឺស៊ីជាស្ដេចពឺស៊ីនៅក្នុងវេលានឹងអេស្រាគេបានណែនាំពីអេស្រាអ្វីគេដែលណែនាំពីអេស្រាគឺជាកូនចៅរបស់អឺរ៉ុនគាត់ជាសង្ឃដោយអេស្រាគាត់ជាមានឈាមជ័រជាសង្ឃណាហើយពីខ6ចុះមកយើងឃើញថាអេស្រាជាស្មៀនផងដែរដោយអេស្រាជំពូក7ពីខ6ចុះមកដល់ខ10អេស្រានេះលោកបានឡើងមកពីបាប៊ីឡូនលោកជាស្មៀនស្ទាត់ជំនាញខាងអក្រិតវិន័យលោកម៉ូសេដែលព្រះយេហូវ៉ាជាព្រះនៃសាសអ៊ីស្រាអែលបានប្រទានមកហើយដោយព្រោះព្រះហស្ថនៃព្រះយេហូវ៉ាជាព្រះនៃលោកបានសន្ធិដ្ឋលើលោកបានជាស្ដេចទ្រង់អនុញ្ញាតឲ្យគ្រប់ទាំងសេចក្តីដែលលោកសូមក៏មានទាំងពួកកនចៅអ៊ីស្រាអែលពួកសង្ឃពួកលេវីពួកចម្រៀងពួកឆ្មាំទ្វារនិងពួកនេធីនីមខ្លះឡើងទៅឯក្រុងយេរូសាឡឹមនៅឆ្នាំទី7ក្នុងរាជស្ដេចអឺថាសេសេដែរលោកបានមកដល់យេរូសាឡឹមក្នុងខែស្រាបនៅក្នុងឆ្នាំទី7ក្នុងរាជស្ដេចនោះត្បិតលោកបានចេញពីបាប៊ីឡូននៅក្នុងថ្ងៃទី1ខែចែកក៏ចូលមកដល់ក្រុងយេរូសាឡឹមនៅថ្ងៃទី1ខែស្រាបដោយព្រះហស្ថល្អរបស់ព្រះនៃលោកបានសន្ធិដ្ឋនៅលើលោកពីព្រោះលោកអេស្រាបានតាំងចិត្តស្វែងរកក្នុងក្រឹតវិន័យរបស់ព្រះយេហូវ៉ាដើម្បីនឹងប្រព្រឹត្តតាមហើយបង្ហាត់បង្រៀនតាមបញ្ញត្តិនិងសេចក្តីយុត្តិធម៌នៅក្នុងពួកសាសអ៊ីស្រាអែលដោយសូមអស់លោកអ្នកបងប្អូនសូមអធិដ្ឋានជាមួយខ្ញុំដោយព្រះវរបិតាយើងខ្ញុំសូមអរព្រះគុណព្រះអង្គសម្រាប់ព្រះបន្ទូលរបស់ព្រះអង្គដែលបន្សល់ទុកសម្រាប់យើងខ្ញុំរហូតដល់រាល់ថ្ងៃនេះព្រះអង្គដែលទូលបង្គំអធិដ្ឋានសូមឲ្យនៅវេលាព្រឹកនេះព្រះវិញ្ញាណរបស់ព្រះអង្គរំលឹកយើងខ្ញុំដាស់តឿនយើងខ្ញុំឲ្យមើលឃើញពីគុណតម្លៃមើលឃើញអំពីលក្ខណៈពិសេសនៃព្រះបន្ទូលរបស់ព្រះអង្គអំណាចនៃព្រះបន្ទូលព្រះអង្គដើម្បីឲ្យយើងខ្ញុំបានលើកដំកើងព្រះបន្ទូលព្រះអង្គឡើងនៅក្នុងជីវិតយើងខ្ញុំហើយយើងខ្ញុំបានប្រកបជាមួយព្រះបន្ទូលព្រះអង្គទាំងអនុវត្តនៅក្នុងជីវិតរស់នៅសពថ្ងៃទូលបង្គំអរព្រះគុណព្រះអង្គណានៅទូលបង្គំអធិដ្ឋានសម្រាប់ព្រះបន្ទូលនិងវេលាព្រឹកនេះនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនដូចយើងឃើញថានេះជាពេលវេលាមួយក្នុងប្រវត្តិសាស្ត្រយ៉ាងសំខាន់របស់អ៊ីស្រាអែល
លោកអេស្រាបានចាប់ផ្ដើមនាំជនជាតិអ៊ីស្រាអែលមួយចំនួនធំចេញមកពីទឹកដីបាប៊ីឡូនណាដែលពួកគេធ្លាប់ធ្វើជាទេសកលនៅទីនោះឥឡូវនេះពួកគេបាននាំលោកអេស្រាបាននាំជនជាតិទាំងអស់នោះមកកាន់យេរូសាឡឹមឡើងវិញហើយនៅពេលដែលគាត់មកដល់យេរូសាឡឹមឡើងវិញយេរូសាឡឹមពេលវេលានេះអត់មានដោយកាលពីជំនាន់ស្ដេចដាវីតឬមួយស្ដេចសាឡូមោននោះទេកំផែងក៏អត់ព្រះវិហារក៏អត់អ្វីគេដែលនៅក្នុងសភៅនេហេមៀរៀបរាប់ប្រាប់គឺគ្រាន់តែឃើញគំនរបាក់បែកហើយដូចជាទីរហោឋានតែប៉ុណ្ណោះដូចគ្មានអ្វីសោះឥឡូវនេះអ៊ីស្រាអែលអេស្រាគាត់ហើយជាមួយនឹងនេហេមៀនៅក្នុងកំឡុងពេលជាមួយនឹងគ្នាគាត់ប្រឈមមុខជាមួយនឹងកសាងជាតិសាសន៍មួយគាត់ត្រូវចាប់ផ្ដើមកសាងអំពីហេដ្ឋារចនាសម្ព័ន្ធគាត់ត្រូវកសាងអំពីកិច្ចការរដ្ឋបាលគ្រប់គ្រងរបស់រដ្ឋាភិបាលជាត្រូវកសាងជាលក្ខណៈជាតិសាសន៍មួយគាត់ត្រូវចាប់ផ្ដើមកសាងកំផែងត្រូវកសាងអំពីរបៀបរបបនៃការគោរពជំនឿតាមសាសអ៊ីស្រាអែលដោយការដែលលោកអេស្រាគាត់នាំគ្នាសាងសង់ព្រះវិហារឡើងវិញដូចគាត់ត្រូវចាប់ផ្ដើមសាងសង់អ្វីទាំងអស់ដើម្បីឲ្យមានឡើងវិញស្ដារឡើងវិញចាប់ផ្ដើមចេញពីអ្វីគេដែលបាក់បែកអ្វីគេដែលខូចអ្វីទាំងអស់អូខេអ្វីគេដែលយើងឃើញនៅក្នុងអេស្រាដែលក្នុងរៀបរាប់នៅទីនេះនៅក្នុងជំពូក 7យើងឃើញថាលោកអេស្រាគាត់បាននាំធ្វើកិច្ចការទាំងអស់នេះបានដោយសារព្រះហស្ថរបស់ព្រះអង្គបាននៅលើគាត់យើងឃើញព្រះចេស្តារបស់ព្រះអង្គនៅខាងលើគាត់ដែលអនុញ្ញាតឲ្យគាត់ណាបើកផ្លូវឲ្យគាត់ត្រឡប់មកជាតិសាសន៍ដែលគាត់ស្រឡាញ់ហើយសាងសង់ឡើងវិញអូខេហេតុអ្វីបានជាព្រះអង្គបានធ្វើយ៉ាងដូចនេះយើងឃើញនៅក្នុងខ10យើងឃើញនៅក្នុងទឹកចិត្តរបស់លោកអេស្រាអូខេតើលោកអេស្រាក៏ធ្វើអីគេនៅក្នុងខ10ទីមួយនៅក្នុងពេលវេលានេះយើងត្រូវយល់អំពីប្រវត្តិសាស្ត្រហើយនឹងអ្វីគេដែលកើតឡើងនៅទីនោះតិចជនជាតិអ៊ីស្រាអែលគេមានបទពិសោធន៍យ៉ាងធ្ងន់ធ្ងរអំពីការមិនស្គាល់ព្រះបន្ទូលព្រះអង្គការខ្វះខាតខាងឯព្រះបន្ទូលព្រះអង្គដែលនាំឲ្យជាតិសាសន៍របស់គេវិនាសអូខេលោកអេស្រាគាត់បានយល់ថាប្រសិនបើគាត់គ្រាន់តែកសាងហេដ្ឋារចនាសម្ព័ន្ធប្រសិនបើគាត់គ្រាន់តែកសាងអំពីរដ្ឋាភិបាលមួយហើយប្រជាជនរបស់អ៊ីស្រាអែលអត់មានព្រះបន្ទូលរបស់ព្រះអង្គនោះព្រះអង្គនឹងកាត់ទោសគេម្ដងទៀតដូច្នេះអ្វីគេដែលនៅក្នុងគំនិតរបស់លោកអេស្រាគាត់ថាឥឡូវនេះរបៀបធំបំផុតដើម្បីកសាងជាតិសាសន៍របស់គាត់ឡើងវិញគឺត្រូវតែឲ្យជនជាតិអ៊ីស្រាអែលទាំងអស់មានព្រះបន្ទូលព្រះអង្គអូខេត្រូវតែឲ្យជនជាតិអ៊ីស្រាអែលទាំងអស់មានព្រះបន្ទូលព្រះអង្គហើយធ្វើម៉េចដើម្បីឲ្យជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលព្រះអង្គក្នុងនាមគាត់ជាសង្ឃហើយជាស្មៀនជាអ្នកដែលស្គាល់ក្រឹតវិន័យរបស់លោកម៉ូសេគាត់ត្រូវជាអ្នកដែលរៀនស្គាល់ព្រះបន្ទូលព្រះអង្គខ្លួនឯងហើយទៅបង្រៀនគេអូខេនេះជាអ្វីគេដែលយើងឃើញនៅក្នុងខ10ពីព្រោះអេស្រាបានតាំងចិត្តស្វែងរកនៅក្នុងក្រឹតវិន័យរបស់ព្រះយេហូវ៉ាអូខេមានន័យថាលោកអេស្រាគាត់បានចំណាយពេលសិក្សាព្រះបន្ទូលព្រះអង្គឲ្យស្គាល់ថាតើបទគម្ពីរនិយាយពីអីខ្លះតើព្រះហាតីរបស់ព្រះអង្គមានអ្វីខ្លះសម្រាប់ជនជាតិអ៊ីស្រាអែលលោកអេស្រាគាត់សិក្សាស្វែងយល់តើគាត់គ្រាន់តែរៀនឬមួយយ៉ាងណាដើម្បីអ្វីដើម្បីប្រព្រឹត្តតាមលោកអេស្រាគាត់មិនមែនគ្រាន់តែបង្រៀនហើយទៅបង្រៀនគេនោះទេលោកអេស្រាគាត់រៀនហើយប្រព្រឹត្តតាមអូខេមានន័យថាគាត់រៀនហើយគាត់យកព្រះបន្ទូលព្រះអង្គយកមកអនុវត្តនៅក្នុងជីវិតរបស់គាត់អូខេបន្ទាប់មកយ៉ាងណាហើយបង្ហាត់បង្រៀនបទបញ្ញត្តិនិងសេចក្តីយុត្តិធម៌នៅក្នុងពួកសាសអ៊ីស្រាអែលមានន័យថាបន្ទាប់ពីគាត់រៀនហើយគាត់យកមកអនុវត្តនៅក្នុងជីវិតរបស់គាត់ហើយគាត់បង្រៀនទៅដល់ជនជាតិអ៊ីស្រាអែលឲ្យស្គាល់បទបញ្ញត្តិរបស់ព្រះអង្គនេះជារបៀបដែលលោកអេស្រាគាត់មើលឃើញក្នុងការចាប់ផ្ដើមកសាងជាតិសាសអ៊ីស្រាអែលមួយឲ្យបានរឹងមាំឡើងវិញគឺនៅពេលណាដែលជនជាតិអ៊ីស្រាអែលម្នាក់គេស្គាល់បទគម្ពីររបស់ព្រះអង្គគេស្គាល់បទបញ្ញត្តិរបស់ព្រះអង្គហើយគេយកទៅអនុវត្តតាមពីព្រោះគាត់បានរៀនពីប្រវត្តិសាស្ត្រគេថាទោះបីជាគាត់បានពីព្រោះនៅក្នុងជំនាន់ស្ដេចដាវីតនិងសាឡូមោនជាតិសាសអ៊ីស្រាអែលជាជាតិសាសមួយដែលគេនិយាយថាជាយុគសម័យដ៏រុងរឿងបំផុតនៅក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែលមានទ្រព្យសម្បត្តិមានអំណាចមានសេដ្ឋកិច្ចនយោបាយរឹងមាំបំផុតនៅលើពិភពលោកក៏ប៉ុន្តែក្រោយមកនៅពេលដែលជនជាតិអ៊ីស្រាអែលអត់ស្គាល់បទបញ្ញត្តិរបស់ព្រះនៅពេលដែលជនជាតិអ៊ីស្រាអែលអត់ប្រព្រឹត្តតាមបទបញ្ញត្តិរបស់ព្រះអង្គអ្វីគេដែលកើតឡើងគឺការវិនាសហិនហោច
ម្ល៉េះហើយបានជាយើងឃើញថាលោកអេស្រាចាប់ផ្ដើមកសាងជាតិសាសន៍ឡើងវិញតាមរយៈព្រះបន្ទូលរបស់ព្រះអង្គទៅដល់ជនជាតិអ៊ីស្រាអែលអ្វីគេដែលគាត់មើលឃើញហើយខ្ញុំជឿថានេះជាអ្វីគេដែលព្រះបន្ទូលផងដែរនៅពេលដែលពលរដ្ឋអ៊ីស្រាអែលคล้ายទៅជាពលរដ្ឋដែលល្អនោះជនជាតិអ៊ីស្រាអែលទាំងមូលប្រទេសជាតិទាំងមូលคล้ายទៅជាល្អហើយអូខេនៅពេលដែលជនជាតិអ៊ីស្រាអែលកោតខ្លាចព្រះអង្គមានន័យថាប្រទេសជាតិទាំងមូលចាប់ផ្ដើមកោតខ្លាចព្រះអង្គនៅពេលដែលជនជាតិអ៊ីស្រាអែលម្នាក់ស្មោះត្រង់ចំពោះព្រះអង្គចំពោះគ្នានឹងគ្នាជាតិគេមើលឃើញជាតិសាសន៍អ៊ីស្រាអែលទាំងមូលគឺស្មោះត្រង់ចំពោះព្រះអង្គហើយនឹងចំពោះគ្នាហើយយើងឃើញការចាប់ផ្ដើមកសាងជាតិសាសន៍មួយគឺការចាប់ផ្ដើមចេញពីបុគ្គលម្នាក់ទៅបុគ្គលផ្សេងទៀតដែលនៅជុំវិញហើយទៅកាន់ជាតិសាសន៍មួយក្រុមហើយទៅកាន់កន្លែងតំបន់មួយយ៉ាងធំហើយទៅកាន់ជាតិសាសន៍ទាំងមូលតែម្ដងអូខេតែយើងមើលឃើញថាហេតុអីបានជាយើងហ៊ាននិយាយថាព្រះបន្ទូលកសាងជាតិសាសន៍មួយកសាងគ្រួសារមួយកសាងអនាគតមួយត្រូវការមានព្រះបន្ទូលរបស់ព្រះអង្គយកទៅការអនុវត្តអូខេតើព្រះបន្ទូលជាស្អីហេតុអីក៏យើងហ៊ាននិយាយថាព្រះបន្ទូលព្រះអង្គអាចមានអំណាចមកម្ល៉េះតើអ្វីគេជាព្រះបន្ទូលព្រះអង្គតើព្រះបន្ទូលព្រះអង្គមាននិយាយអីគេខ្លះព្រោះសូមអស់លោកអ្នកបងប្អូនទៅបើកជាមួយនឹងខ្ញុំយើងនឹងមើលជាមួយនឹងគ្នានៅក្នុងសភៅទីម៉ូថេមកផ្លែតើបទគម្ពីរនិយាយយ៉ាងណាពីព្រះបន្ទូលព្រះអង្គឲ្យសម្រាប់ឲ្យយើងមើលឃើញរបៀបមើលរបស់យើងថ្មីទៅកាន់ព្រះបន្ទូលព្រះអង្គនៅក្នុងទីម៉ូថេខ្សែទី2ជំពូក3នៅក្នុងខ16នៅក្នុងខ17នៅក្នុងទីម៉ូថេខ្សែទី2នេះលោកប៉ូលបានសរសេរប្រាប់ទៅដល់លោកទីម៉ូថេឲ្យដឹងថាតើអំណាចនៃព្រះបន្ទូលនេះយ៉ាងម៉េចតើព្រះបន្ទូលនេះមកពីណាហើយសម្រាប់អ្វីអូខេហើយយើងឃើញនៅក្នុងខ16លោកប៉ូលក៏ប្រាប់ទៅដល់លោកទីម៉ូថេថាគ្រប់ទាំងបទគម្ពីរទាំងអស់មានន័យថាតាំងពីលោកកបាត់ទៅដល់វិវរណៈមិនគ្រាន់តែនិយាយអំពីកាន់មួយចំនួនឬខមួយចំនួននោះទេគ្រប់បទគម្ពីរទាំងអស់គឺព្រះទ្រង់ជាអ្នកដែលបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងនោះទេអូខេមានន័យថាម៉េចមានន័យថាព្រះគម្ពីរដែលយើងកាន់រាល់ថ្ងៃនេះអូខេដែលអស់លោកអ្នកបងប្អូនកាន់យកមកព្រះវិហារហើយពេលខ្លះយើងលើកយកមកអាននៅក្នុងផ្ទះរបស់យើងនៅក្នុងក្រុមតូចរបស់យើងនេះមិនមែនជាសភៅធម្មតានោះទេជាព្រះបន្ទូលរបស់ព្រះអង្គមកពីព្រះហើយព្រះវិញ្ញាណព្រះអង្គជាអ្នកនិពន្ធប្រសិនបើយើងនិយាយភាសាសាមញ្ញមិនមែនមនុស្សជាអ្នកដែលគ្រាន់តែសរសេរនោះទេមិនមែនចេញមកពីប្រាជ្ញានិងគំនិតរបស់មនុស្សចង់សរសេរអ្វីក៏បាននោះទេណាខុសគ្នាពីសិភៅនិពន្ធដែលយើងអានផ្សេងនៅក្នុងបណ្ណាល័យនៅតាមសាលារបស់យើងទោះបីជាមានមនុស្សផ្សេងជាអ្នកសរសេរក៏ពិតមែនតែបទគម្ពីរបង្ហាញថាបិទព្រះទ្រង់ជាអ្នកដែលបណ្ដាលឲ្យតែងព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គជាអ្នកដែលបណ្ដាលឲ្យតែងមានន័យថាព្រះគម្ពីរនេះចេញមកពីព្រះគម្ពីរនេះជាសភៅរបស់ព្រះដែលធ្វើឲ្យគុណតម្លៃយ៉ាងពិសេសណាស់មិនមែនជាស្នាដៃរបស់មនុស្សនោះទេតែព្រះគម្ពីរសរសេរមកសម្រាប់អីគេអូខេក៏ប្រយោជន៍សម្រាប់នឹងបង្រៀនសម្រាប់នឹងរំលឹកឲ្យដឹងខ្លួនសម្រាប់ការប្រដៅតម្រង់ការបង្ហាត់ខាងឯសេចក្តីសុចរិតអូខេព្រះគម្ពីរសរសេរមានគោលដៅជាក់លាក់សម្រាប់ដល់យើងទាំងអស់គ្នាឲ្យយើងអាចបង្រៀនទៅដល់គេបានសម្រាប់ឲ្យយើងកែលម្អនៅក្នុងជីវិតរបស់យើងតើអ្វីគេខ្លះនៅក្នុងជីវិតយើងដែលខុសគ្នាជាមួយនឹងព្រះបន្ទូលព្រះអង្គអូខេប្រសិនបើយើងនិយាយអំពីកសាងអនាគតរបស់យើងជាពិសេសនៅទីនេះភាគច្រើនគឺជាកុមារហើយយុវជនដែលយើងគិតអំពីកសាងអនាគតរបស់យើងអូខេនៅទីនេះមួយចំនួនមានគ្រួសារដែលយើងគិតអំពីកសាងគ្រួសាររបស់យើងព្រះបន្ទូលរបស់ព្រះអង្គបង្ហាញប្រាប់អំពីព្រះបន្ទូលព្រះអង្គសម្រាប់បង្រៀនរំលឹកឲ្យដឹងខ្លួនសម្រាប់ប្រដៅតម្រង់សម្រាប់នឹងការបង្ហាត់ខាងឯសេចក្តីសុចរិតអូខេខ17ដើម្បីឲ្យអ្នកសំណពរបស់ព្រះអង្គដែលមានយើងទាំងអស់គ្នានេះបានគ្រប់លក្ខហើយគ្រប់ទាំងចំណេះសម្រាប់នឹងធ្វើការល្អគ្រប់មុខព្រះគម្ពីរព្រះអង្គបង្ហាញអំពីគោលដៅសម្រាប់ជីវិតរបស់យើងរាល់គ្នាជាមួយនឹងគ្នានៅក្នុងសភៅហេព្រើរនៅក្នុងសភៅហេព្រើរជំពូក4អំបញ្ញមិញដែលយើងបានជាខគម្ពីរដែលយើងអានចងចាំជាមួយនឹងគ្នានៅក្នុងហេព្រើរជំពូក4ខ12តើរៀបរាប់អីគេខ្លះតើនិយាយយ៉ាងណាពីព្រះបន្ទូលរបស់ព្រះអង្គ
ពីព្រោះឯព្រះបន្ទូលនៃព្រះនោះរស់ហើយក៏ពូកែផងក៏មុតជាងដាវណាដែលមានមុខពីរទាំងឆ្លោះចូលទៅទាល់តែកាត់ព្រលឹងនឹងវិញ្ញាណហើយសន្លាក់ហើយនឹងខួរឆ្អឹងដាច់ពីគ្នាទាំងពិចារណាអស់ទាំងគំនិតដែលចិត្តគិតហើយដែលសម្រេចដែរគ្មានអ្វីដែលកើតដែលទ្រង់ទាត់មិនឃើញនោះឡើយគឺគ្រប់ទាំងអស់នៅជាអក្សរហើយនៅចំហនៅចំពោះព្រះនេតនៃព្រះដែលយើងរាល់គ្នាត្រូវរៀបរាប់ទាំងអស់ទូថ្វាយដល់ទ្រង់ព្រះគម្ពីរបានប្រាប់យើងថាព្រះគម្ពីរមានអំណាចយ៉ាងណាព្រះគម្ពីរបានរៀបរាប់ថាបទគម្ពីរទាំងមូលនេះទ្រង់រស់មានជីវិតរស់នៅមានអំណាចដែលអាចបំផ្លាស់បំប្រែជីវិតរបស់យើងដែលអាចបំផ្លាស់បំប្រែជាតិសាសន៍មួយដែលអាចបំផ្លាស់បំប្រែសហគមន៍មួយដែលអាចបំផ្លាស់បំប្រែគ្រួសារមួយឲ្យទៅជាប្រសើរហើយរុងរឿងហើយមានសុភមង្គលសុខដុមរមនាជាមួយនឹងគ្នាដែលយើងឃើញថានេះមិនមែនគ្រាន់តែជាសភៅធម្មតានោះទេតែជាអំណាចនៃព្រះបន្ទូលរបស់ព្រះអង្គម្ល៉េះបានជាយើងមើលឃើញថាសម្រាប់យើងទាំងអស់គ្នាដែលនៅទីនេះដែលយើងជាយុវជនជាកុមារឬមួយជាអ្នកដែលនៅក្នុងសតវត្សទី21នេះឲ្យយើងមើលឃើញអំពីតើសារៈសំខាន់យ៉ាងណាសម្រាប់ព្រះបន្ទូលព្រះអង្គតែយើងមើលឃើញព្រះបន្ទូលព្រះគម្ពីររបស់ព្រះអង្គគ្រាន់តែជាសភៅមួយឬមួយក៏យើងមើលឃើញថានេះជាព្រះបន្ទូលដែលមកពីព្រះហើយមានអំណាចប្រជាស្ដាសម្រាប់កែតម្រូវសម្រាប់អប់រំសម្រាប់អភិវឌ្ឍនៃជីវិតបុគ្គលផ្ទាល់ខ្លួនគ្រួសារហើយនិងសហគមន៍តើនៅក្នុងព្រះគម្ពីរមានរៀបរាប់អ្វីគេខ្លះនៅក្នុងព្រះគម្ពីររៀបរាប់ប្រាប់ឲ្យយើងស្គាល់ពីព្រះគម្ពីរទាំងមូលបង្ហាញឲ្យយើងស្គាល់តើព្រះទ្រង់ជានរណាតើព្រះអង្គមានចរិតលក្ខណៈបែបណានិស្ស័យរបស់ព្រះអង្គសេចក្តីស្រឡាញ់មេត្តាករុណានិងសន្តោសប្រោសអត់ធ្មត់យ៉ាងណានេះហើយដែលយើងឃើញមាននៅក្នុងព្រះគម្ពីររបស់ព្រះអង្គព្រះគម្ពីររៀបរាប់ប្រាប់ជាច្រើនថែមទៀតអំពីរបៀបនៃការគ្រប់គ្រងក្រុមគ្រួសារព្រះគម្ពីររៀបរាប់ប្រាប់អំពីជីវិតរបស់យើងជាអ្នកនៅលីវគួររស់នៅក្នុងជីវិតបែបណាមានរៀបរាប់ប្រាប់នៅក្នុងព្រះគម្ពីររៀបរាប់ប្រាប់អំពីតើប្រព័ន្ធអប់រំយ៉ាងណាដែលល្អប្រសើរព្រះគម្ពីររៀបរាប់ប្រាប់អំពីការធ្វើអាជីវកម្មដែលមានជោគជ័យតាមរបៀបរបស់ព្រះអង្គព្រះគម្ពីររៀបរាប់ប្រាប់អំពីរបៀបគ្រប់គ្រងរដ្ឋបាលអាជីវកម្មណាស្ថាប័នឯកជនស្ថាប័នផ្សេងថែមទៀតដែលយើងឃើញក្រុមជំនុំកសាងឡើងតាមរយៈព្រះបន្ទូលរបស់ព្រះអង្គដែលនៅស្ថិតស្ថេរម្ល៉េះហើយអស់លោកអ្នកបងប្អូនសម្រាប់យើងតើយើងមើលយ៉ាងណាចំពោះព្រះបន្ទូលព្រះបន្ទូលរបស់ព្រះអង្គមានអំណាចបានផ្លាស់ប្រែជាតិសាសន៍និងពលរដ្ឋជាច្រើននៅក្នុងប្រវត្តិសាស្ត្រមនុស្សលោកនៅពេលមួយដែលខ្ញុំទៅចូលរួមសិក្ខាសាលាមានលោកគ្រូម្នាក់ដែលគាត់និយាយអំពីប្រវត្តិសាស្ត្ររបស់ប្រទេសស្វីសដែលនៅក្នុងរដ្ឋធានីមួយដែលចាប់ផ្ដើមនៅជីនីវ៉ាគឺជារដ្ឋធានីមួយដែលគេបោះពុម្ពព្រះគម្ពីរភាសាអង់គ្លេសជាលើកដំបូងបំផុតនៅក្នុងប្រវត្តិសាស្ត្រហើយគាត់និយាយអំពីទីក្រុងនោះជាទីក្រុងមួយដែលមនុស្សគេអត់សូវរាប់អាននោះទេជាទីក្រុងមួយដែលមានប្រវត្តិដែលថាគេមិនសូវឲ្យតម្លៃនោះទេហើយប្រទេសស្វីសជាប្រទេសមួយដែលអត់សូវមានធនធានធម្មជាតិច្រើននោះទេរ៉ែជាច្រើនអត់សូវមាននោះទេណាខ្ញុំគិតថាស្រុកខ្មែរយើងប្រហែលមានច្រើនជាងនឹងទៅទៀតក៏ប៉ុន្តែនៅពេលដែលព្រះបន្ទូលព្រះអង្គចូលទៅព្រះបន្ទូលព្រះអង្គចាប់ផ្ដើមផ្លាស់ប្រែបុគ្គលម្នាក់ដែលរស់នៅទីនោះប្រជាជនចាប់ផ្ដើមស្មោះត្រង់នៅពេលខ្លះដែលគេភ្លេចរបស់អីគេមួយជនជាតិនោះគេអត់យករបស់នោះទៅធ្វើជារបស់ផ្ទាល់ខ្លួននោះទេរហូតដល់ស្មោះត្រង់ដល់ថ្នាក់ហ្នឹងអត់ចេះនិយាយកុហកចាប់ផ្ដើមព្រះបន្ទូលព្រះអង្គផ្លាស់ប្រែជាតិសាសន៍នោះចាប់ផ្ដើមផ្លាស់ប្រែបុគ្គលម្នាក់ហើយជនជាតិនឹងចាប់ផ្ដើមធ្វើដំណើរទៅកាន់ប្រទេសផ្សេងដែលនៅជុំវិញនៅក្នុងតំបន់ផ្សេងហើយគេចាប់ផ្ដើមទទួលស្គាល់ថាអូជនជាតិនេះគេស្មោះត្រង់ខ្លាំងម្ល៉េះក្រោយមកគេចាប់ផ្ដើមមានការសន្សំថវិកាហើយគេចាប់ផ្ដើមគិតឃើញថាតើគេយកលុយទៅផ្ញើនៅណាបានដើម្បីឲ្យមានសុវត្ថិភាពដើម្បីកុំឲ្យមានអ្នកដែលកន្លែងគេផ្ញើនឹងចាប់ផ្ដើមលួចប្លន់ហើយគេនឹកឃើញប្រទេសស្វីសពីព្រោះគេនឹកឃើញថាជាតិសាសន៍នោះបានស្មោះត្រង់មែនប្រទេសផ្សេងចាប់ផ្ដើមបញ្ជូនលុយមកយកមកផ្ញើទុកនៅហ្នឹងទាំងស្រុកខ្មែរយើងផងដែរយកទៅទុកនៅទីហ្នឹងហើយទីបំផុតហើយរហូតដល់រាល់ថ្ងៃយើងឃើញថាតាមរយៈជនជាតិមួយដែលស្មោះត្រង់ផ្លាស់ប្រែតាមរយៈព្រះបន្ទូលព្រះអង្គ
ចេញពីម្នាក់ទៅកាន់ម្នាក់ចេញពីម្នាក់ទៅកាន់សហគមន៍ចេញពីសហគមន៍ទៅកាន់ជាតិសាសន៍មួយបានកសាងជាតិសាសន៍មួយដ៏រុងរឿងយើងចង់ឃើញការនឹងកើតឡើងនៅស្រុកខ្មែររបស់យើងផងដែរយើងចង់ឃើញការនឹងកើតឡើងនៅលើទឹកដីបាត់ដំបងនឹងផងដែរយើងចង់ឃើញការនឹងកើតឡើងនៅក្នុងក្រុមជំនុំរបស់យើងផងដែរយើងចង់ឃើញការនឹងកើតឡើងនៅក្នុងជីវិតគ្រីស្ទបរិស័ទរបស់យើងផងដែរដែលម្នាក់នៅពេលដែលគេឃើញយើងគេនិយាយថាជនជាតិនេះស្មោះត្រង់មែននៅពេលដែលគេឃើញក្រុមជំនុំទីនេះគេថាក្រុមជំនុំនៅព្រះវិហារព្រះគុណស្មោះត្រង់ណាស់ស្រឡាញ់ព្រះអង្គណាស់ហើយគាត់អត់ចេះកុហកគាត់អត់ចេះលួចបន្លំនោះទេស្រឡាញ់ក្រុមគ្រួសារបើប្តីប្រពន្ធគាត់ស្មោះត្រង់ចំពោះគ្នាឪពុកស្មោះត្រង់ចំពោះកូនបងរៀនកូនខំប្រឹងធ្វើការម្ដាយជាម្ដាយគំរូល្អចាប់ផ្ដើមសរសើរទៅដល់ក្រុមជំនុំផ្សេងចាប់ផ្ដើមរីកសរសើរទៅដល់សហគមន៍ដែលយើងរស់នៅហើយនឹងហើយដែលយើងចាប់ផ្ដើមឃើញថាការផ្លាស់ប្រែចាប់ផ្ដើមកើតមានឡើងតែការនឹងកើតឡើងយ៉ាងណាក្នុងជីវិតយើងរាល់ថ្ងៃតើយើងអាចចាប់ផ្ដើមដោយរបៀបណាព្រោះបើសិនបើនៅពេលដែលយើងស្ដាប់រឿងទៅដូចជារឿងដូចជាល្អយើងចង់បានអញ្ចឹងដែរតែសួរថាការអនុវត្តប្រចាំថ្ងៃតើយើងគួរធ្វើយ៉ាងណាអូខេនៅក្នុងសភៅយ៉ូហានចំពុក15អស់លោកអ្នកដែលមានកាន់គម្ពីរយ៉ូហានអាចមើលនៅក្នុងសភៅយ៉ូហានចំពុក15ជាមួយនឹងខ្ញុំអូខេនៅក្នុងសភៅយ៉ូហានចំពុក15ព្រះគ្រីស្ទព្រះអង្គមានបន្ទូលប្រាប់ទៅដល់ពួកសិស្សរបស់ព្រះអង្គថាព្រះអង្គទ្រង់ជាដើមទំពាំងបាយជូរហើយក្រុមជំនុំឬមួយពួកអ្នកជឿរបស់ព្រះអង្គពួកសិស្សរបស់ព្រះអង្គពួកគេគឺជាផ្នែកដែលដុសចេញមកពីព្រះអង្គហើយអ្វីគេដែលរួចរាប់ប្រាប់នៅទីនេះព្រះអង្គប្រាប់ពួកគេថាទាំងអស់គ្នាជាអ្នកជឿដល់ខ្ញុំត្រូវនៅជាប់ជាមួយនឹងខ្ញុំហេពាក្យថានៅជាប់ដែលនៅទីនេះគឺមិនមែនគ្រាន់តែដូចនិយាយអំពីអូអាវខ្ញុំពាក់ជាប់នៅនឹងខ្លួននោះទេហេមិនមែនគ្រាន់តែនិយាយអំពីទូរស័ព្ទរបស់ខ្ញុំវានៅក្នុងកប៉ៅនៅជាប់ជាមួយនឹងខ្ញុំនោះទេនៅជាប់ដែលនៅក្នុងរៀបរាប់នៅក្នុងយ៉ូហានចំពុក15នេះគឺនិយាយប្រៀបធៀបដូចជាស្បែកហើយនឹងសាច់របស់យើងអញ្ចឹងដែលស្បែករបស់យើងវានៅជាប់នឹងរូបកាយរបស់យើងវាដូចជារលាយជាមួយនឹងគ្នាបាត់ទៅហើយដែលយើងមិនអាចដកចេញបាននោះទេបើសិនបើយើងចង់ដកចេញលុះត្រាតែយើងកាត់ចេញហើយលុះត្រាតែកាត់ស្បែកចេញវាភ្លាស្បែកចេញមានន័យថាលុះត្រាតែស្លាប់ហើយអូខេមានន័យថាវាមិនអាចទៅរួចនោះទេព្រះអង្គចង់និយាយយ៉ាងដូចនេះដើម្បីឲ្យយើងអាចបង្កើតផលផ្លែបាននៅក្នុងខយើងឃើញនៅក្នុងខ7នៅក្នុងខ9នៅក្នុងខ10ដែលនិយាយនៅជាប់ក្នុងព្រះបន្ទូលរបស់ព្រះអង្គនៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គជីវិតរបស់យើងរាល់ថ្ងៃត្រូវនៅជាប់ជាមួយនឹងព្រះបន្ទូលព្រះអង្គប្រកបជាមួយនឹងព្រះបន្ទូលព្រះអង្គតើចេញពីថ្ងៃអាទិត្យហើយក្រុមជំនុំទាំងអស់គ្នាយើងបានអានព្រះគម្ពីរនៅផ្ទះអត់សួរសំណួរយ៉ាងសាមញ្ញតើចេញពីថ្ងៃសៅរ៍ថ្ងៃអាទិត្យហើយក្រុមជំនុំរបស់យើងបានប្រកបជាមួយនឹងព្រះបន្ទូលព្រះអង្គអត់តើព្រះបន្ទូលរបស់ព្រះអង្គនៅក្នុងគំនិតរបស់យើងអត់តើព្រះបន្ទូលរបស់ព្រះអង្គនៅក្នុងចិត្តរបស់យើងអត់តើព្រះបន្ទូលព្រះអង្គបានរលាយចូលទៅក្នុងខ្លួនរបស់យើងដែលនៅពេលដែលគេឃើញយើងគេឃើញគេអាចដឹងថារបៀបដែលយើងរស់នៅគឺតាមព្រះបន្ទូលព្រះអង្គមែននៅក្នុងម៉ាថាយចំពុក7ដែលព្រះអង្គរៀបរាប់ប្រាប់ដល់ពួកអ្នកដែលដើរតាមរបស់ព្រះអង្គទាំងអស់យើងឃើញនៅក្នុងម៉ាថាយចំពុក5ទៅដល់ចំពុក7ជាសេចក្តីបង្រៀនរបស់ព្រះគ្រីស្ទនៅឯលើភ្នំអូខេដែលគេនិយាយថាសេចក្តីបង្រៀនរបស់ព្រះគ្រីស្ទនៅលើភ្នំអូខេហើយនៅពេលដែលព្រះអង្គបង្រៀនពីចំពុក7ទៅដល់ពីចំពុក5ទៅដល់ចំពុក7ហ្នឹងព្រះអង្គបង្រៀនបទបញ្ញត្តិថ្មីទៅដល់ពួកសិស្សរបស់ព្រះអង្គព្រះអង្គបង្រៀនប្រាប់អំពីនរណាគេដែលចង់ដើរតាមខ្ញុំនរណាគេដែលរស់នៅក្នុងនគរថ្មីហ្នឹងត្រូវរស់នៅក្នុងជីវិតដែលខុសគ្នាពីសាសនាយូដាដែលពួកគេធ្លាប់កាន់កន្លងទៅដោយព្រះអង្គកំពុងតែបង្រៀនដូចជាខ្ញុំកំពុងតែអធិប្បាយនិងណែនាំទៅដល់ក្រុមជំនុំទាំងអស់គ្នាអញ្ចឹងហើយនៅក្នុងចុងចំពុក7នៅពេលដែលព្រះអង្គបញ្ចប់ដែលខ្ញុំចង់បញ្ចប់ជាមួយនឹងការដែលអានខគម្ពីរនឹងជាមួយនឹងគ្នាសម្រាប់អស់លោកអ្នកបងប្អូនផងដែរហ្នឹងគឺនៅក្នុងចំពុក7ពីខ24ចុះមកនៅពេលដែលចុងបញ្ចប់នៃសេចក្តីអធិប្បាយឬមួយសេចក្តីបង្រៀនព្រះគ្រីស្ទក៏ដូចគ្នាជាចុងបញ្ចប់ដែលខ្ញុំអធិប្បាយនៅវេលាព្រឹកនេះផងដែរដែលព្រះអង្គមានបន្ទូលទៅកាន់ពួកអ្នកស្ដាប់របស់ព្រះអង្គដែលនិយាយយ៉ាងដូចនេះថាដូច្នេះអស់អ្នកណាដែលឮពាក្យរបស់ខ្ញុំហើយប្រព្រឹត្តតាមខ្ញុំនឹងធៀបអ្នកនោះប្រៀបដូចជាមនុស្សប៉ិនប្រយ័ត្នដែលសង់ផ្ទះនៅលើថ្មរួចពេលដែលភ្លៀងធ្លាក់មកទឹកជំនន់ជន់ឡើងហើយខ្យល់ក៏បោកប៉ះនឹងផ្ទះនោះ
តែនឹងមិនបានរលំទេពីព្រោះបានសង់នៅលើថ្មអូខេព្រះអង្គបានប្រៀបធៀបថានរណាគេដែលឮពាក្យព្រះអង្គហើយប្រព្រឹត្តតាមអូខេវាពីរខុសគ្នាមួយឮគ្រាន់តែស្ដាប់នោះទេក៏ប៉ុន្តែអត់ប្រព្រឹត្តតាមតែព្រះអង្គមានបន្ទូលថានរណាគេដែលឮហើយប្រព្រឹត្តតាមអ្នកនោះប្រៀបដូចជាអ្នកដែលមានប្រាជ្ញាឆ្លាតសង់ផ្ទះនៅលើថ្មដែលពេលដែលខ្យល់ព្យុះមកផ្ទះនឹងមិនរលំនោះទេបន្ទាប់មកព្រះអង្គធ្វើការប្រៀបធៀបថាឲ្យអស់អ្នកណាដែលបានឮពាក្យខ្ញុំតែមិនប្រព្រឹត្តតាមខុសគ្នាពីអ្នកទី1ដែលរៀបរាប់កាលពីមុនអ្នកនោះប្រៀបដូចជាមនុស្សល្ងងខ្លៅដែលសង់ផ្ទះខ្លួននៅលើដីខ្សាច់រួចពេលភ្លៀងធ្លាក់មកទឹកក៏ជន់ឡើងហើយខ្យល់ក៏បោកប៉ះនឹងផ្ទះនោះក៏រលំទៅហើយក៏បានខូចបង់ជាធំអូខេតើយើងចង់ជ្រើសរើសយកប្រៀបដូចជាមនុស្សដែលឆ្លាតឬមួយប្រៀបដូចជាមនុស្សដែលល្ងងនៅទីនេះបើសិនបើយើងទាំងអស់គ្នាចង់ធ្វើជាមនុស្សឆ្លាតគឺអ្នកដែលយើងសិក្សាព្រះបន្ទូលព្រះអង្គហើយយើងឮព្រះបន្ទូលព្រះអង្គហើយយើងប្រព្រឹត្តតាមនៅក្នុងជីវិតរបស់យើងរាល់ថ្ងៃនៅពេលដែលយើងម្នាក់បានទទួលការផ្លាស់ប្រែតាមរយៈព្រះបន្ទូលព្រះអង្គដែលយើងឃើញថាអំណាចនៃព្រះបន្ទូលព្រះអង្គនិងព្រះវិញ្ញាណព្រះអង្គអាចបំផ្លាស់បំប្រែជីវិតរបស់យើងជីវិតអ្នកផ្សេងទៀតជីវិតសហគមន៍របស់យើងឲ្យคล้ายទៅជាកាន់តែល្អកាន់តែប្រសើរឡើងនោះជាតិសាសន៍ទាំងមូលនឹងទទួលការផ្លាស់ប្រែហើយព្រះអង្គនឹងប្រទានពរពីព្រោះព្រះអង្គប្រទានពរព្រះអង្គស្រឡាញ់ជនជាតិខ្មែរព្រះអង្គស្រឡាញ់ប្រទេសខ្មែរហើយព្រះអង្គចង់ឲ្យជនជាតិខ្មែរចម្រុងចម្រើនជាជាតិសាសន៍មួយដែលថ្វាយស្រីល្អដល់ព្រះសិរីអាមែនដោយសូមឲ្យលោកអ្នកសម្រុំចិត្តអធិដ្ឋានជាមួយនឹងខ្ញុំដោយព្រះអង្គយើងខ្ញុំសូមអរព្រគុណព្រះអង្គសម្រាប់ព្រះបន្ទូលព្រះអង្គនៅវេលាព្រឹកនេះអរគុណដែលព្រះអង្គរំលឹកយើងខ្ញុំឲ្យមើលឃើញពីសារៈសំខាន់នៃព្រះបន្ទូលព្រះអង្គដែលយើងខ្ញុំគួរប្រកបជាមួយនឹងព្រះបន្ទូលព្រះអង្គរស់នៅរាល់ថ្ងៃហើយដែលយើងខ្ញុំអានសិក្សាហើយអនុវត្តតាមក្នុងជីវិតរស់នៅរាល់ថ្ងៃហើយដែលយើងខ្ញុំជឿថាព្រះអង្គចង់ប្រទានពរដល់ជីវិតយើងខ្ញុំម្នាក់ដល់គ្រួសារយើងខ្ញុំដល់សហគមន៍យើងខ្ញុំដល់ជាតិសាសន៍របស់យើងខ្ញុំទាំងមូលដោយទូលបង្គំអធិដ្ឋានសូមប្រពោនឹងសេចក្តីសុខសាន្តរបស់ទ្រង់គង់ជាមួយនឹងក្រុមជំនុំហើយនឹងអស់លោកអ្នកដែលយកព្រះបន្ទូលព្រះអង្គយកទៅអនុវត្តតាមដោយសូមប្រពោនឹងសេចក្តីសុខសាន្តរបស់ទ្រង់គង់នៅជាមួយទូលបង្គំអរព្រគុណព្រះអង្គសម្រាប់ព្រះបន្ទូលនិងក្រុមជំនុំនៅវេលាព្រឹកនេះនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែន